បួនដាវវូវ៉ាងជៀនជីងគេនិយាយថាវាត្រូវបានបង្កើតឡើងដោយជៀនសឹងលូស៊ុននៅពេលគាត់មានអាយុ10ឆ្នាំវាមានថាមពលខ្លាំងនិងមិនអាចទាយទុកជាមុនបានប្រសិនបើអ្នកអាចរៀនបានមួយក្បាច់ឬពាក់កណ្ដាលក្បាច់អ្នកអាចដើរពេញពិភពគុណបានហើយកុំយល់សប្តិយើងទើបតែចូលរៀនបានមួយរយៈខ្លីប៉ុណ្ណោះហើយមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីហាត់ក្បាច់ដាវដ៏អស្ចារ្យនេះទេមិនត្រឹមត្រូវទេខ្លឹមសារនៃក្បាច់នេះគឺត្រូវប្រាជិតដើម្បីគ្រប់គ្រងដាវហើយនៅពេលដកដាវចេញអ្នកត្រូវតែលឿនលោកគ្រូតើខ្ញុំគួរធ្វើដូចម្តេចពួកយើងបានហាត់ប៉ុន្មានខែហើយតែមិនទាន់ចេះក្បាច់ដាវទី1ផងមែនហើយមនុស្សមកពីឆាងជៀនសានជួងនឹងមកដល់ឆាប់នេះប្រសិនបើយើងមិនអាចបញ្ឈប់ពួកគេបានទេសាលាគុនឈីងឡុងរបស់យើងប្រហែលជាលោកគ្រូឈីងវូហួយស៊ីនក្បួនដាវនេះយើងពិបាករកណាស់មិនអាចឲ្យមនុស្សមកពីឆាងជៀនសានជួងយកទៅបានទេកុំខ្លាចអីដរាបណាយើងរៀនក្បាច់ដាវនៅលើនេះតើមានអ្វីត្រូវខ្លាចឆាងជៀនសានជួងទៅរូបរាងស្រដៀងគ្នាប៉ុន្តែស្មារតីមិនមែនទេចិត្តណាមានប៉ុន្តែដាវពិបាកនឹងសម្រេចលូសានហឺតើការក្រវីក្បាលមានន័យយ៉ាងណាតើអ្នកគិតថាយើងហាត់មិនបានល្អទេនាមត្រកូលលូខ្ញុំសង្កេតមើលអ្នកយូរហើយមិនធ្វើការរាល់ថ្ងៃដឹងតែលួចមើលសិស្សច្បងស្រីលូសានហឺខ្ញុំប្រាប់អ្នកឲ្យចេះខ្មាស់គេខ្លះបានទេកាលពីកន្លះឆ្នាំមុនសិស្សច្បងស្រីធំមានចិត្តល្អទទួលអ្នកឲ្យស្នាក់នៅដើម្បីឲ្យអ្នកមានបាយហូបមិនមែនឲ្យអ្នកធ្វើជាកង្កែបទេត្រូវហើយនេះជាក្បាច់ដាវដែលបង្កើតឡើងដោយជៀនសឹងវាជាក្បាច់គុនកម្ពស់ក្នុងពិភពគុនតើមនុស្សមានឋានៈដូចអ្នកអាចយល់បានយ៉ាងដូចម្តេចគ្រប់គ្រាន់ហើយស្ត្រូវនៅចំពោះមុខអ្នកមិនហាត់ឲ្យបានល្អទេតែបែរជាមកធ្វើបាបមិត្តរួមសាលានៅទីនេះតើមានរបៀបរៀបរយទេប៉ានិយាយត្រូវហើយទោះបីជាសិស្សប្អូនលូជាអ្នកបម្រើក៏ដោយក៏គាត់មិនដែលធ្វេសប្រហែសក្នុងការងាររបស់គាត់ដែរប្រសិនបើអ្នកមានពេលទំនេរនេះអ្នកគួរតែហាត់ក្បាច់ដាវឲ្យបានច្រើនដងប្រសើរជាងមកនិយាយលេងនៅទីនេះសានហឺខ្ញុំឃើញអ្នកក្រវីក្បាលរហូតនៅក្បែរនេះតើអ្នកក៏គិតថាយើងហាត់មិនត្រូវដែរឬគ្មានអ្វីទេខ្ញុំគ្រាន់តែគិតថាក្បាច់ដាវនេះទោះបីជាមានរូបរាងស្រដៀងគ្នាក៏ដោយក៏ខ្វះស្មារតីខ្លះដែរលោកគ្រូគាត់ជាអ្នកបោះសម្រាមតើគាត់អាចយល់អ្វីបានមិនអីទេគ្រាន់តែយល់ពីក្បាច់ដាវប៉ុណ្ណោះសានហឺខ្ញុំសូមសួរអ្នកក្បាច់ទី1នៃក្បួនដាវវូវ៉ាងគឺដាវវូវ៉ាងមានប្រភពចេញពីបេះដូងនិងកើតចេញពីចេតនាយកភាពគ្មានជាមានយកភាពទេជាការពិតតើអ្នកយល់យ៉ាងណាចំពោះប្រយោគនេះអ្វីដែលហៅថាយកភាពគ្មានជាមានគឺត្រូវបោះបង់ចោលនៅគំនិតរំខានទាំងអស់នៅក្នុងចិត្តឈានដល់ស្ថានភាពទេនិងបរិសុទ្ធអនុញ្ញាតឲ្យដាវធ្វើចលនាតាមបេះដូងទៅដល់ដាវទៅដល់គ្មានការរឹតបន្តឹងលូសានហឺតើអ្នករៀនទ្រឹស្ដីខុសឆ្គងនេះពីសៀវភៅខុសឆ្គងណាមកកុំមកធ្វើឲ្យខ្មាស់គេនៅទីនេះអីត្រឡប់ទៅបោះសម្រាមរបស់អ្នកវិញទៅពាក្យសម្ដីរបស់ក្មេងនេះពិតជាមានភាពស្រដៀងគ្នាខ្លះទៅនឹងអ្វីដែលព្រះដ៏មានព្រះភិក្ខបានមានបន្ទូលកាលពីឆ្នាំនោះសានហឺខ្ញុំសូមសួរអ្នកនៅចលនានិងភាពស្ងៀមស្ងាត់លាក់ភាពវៃឆ្លាតក្នុងភាពមុតស្រួចតើវាមានន័យយ៉ាងណាក្បាច់នេះមានឈ្មោះថាដាវក្រៅពិភពលោកចំណុចសំខាន់គឺការដកដង្ហើមពេលស្ងៀមស្ងាត់ដង្ហើមវែងដូចចរន្តទឹកក្រោមដីលាក់បាំងមិនបញ្ចេញពេលធ្វើចលនាដង្ហើមញាប់ដូចខ្យល់ព្យុះបបោកបោះសម្អាតពិភពលោកនិយាយបានល្អណាស់ខ្ញុំគិតថាវាគ្រាន់តែជាឆ្មាខ្វាក់ប៉ះកណ្ដុរងាប់និយាយផ្ដេសផ្ដាស់ទេដឹងលោកគ្រូធំគុំស្ដាប់អ្នកបោះសម្រាមនេះនិយាយផ្ដេសផ្ដាស់អីគ្រប់គ្រាន់ហើយខ្ញុំគិតថាសានហឺនិយាយមានហេតុផលខ្លះលីនយកដាវមកខ្ញុំចង់សាឡបងដោយខ្លួនឯងខ្ញុំដឹងហើយថាគាត់គ្រាន់តែទីផ្ដេសផ្ដាស់សូម្បីតែបង្គោលឈើក៏កាប់មិនដាច់ដែរពិតជាគួរឲ្យអស់សំណើចណាស់ខ្ញុំស្មានថាឯងពូកែប៉ុណ្ណាតាមពិតគ្រាន់តែជាមនុស្សអត់បានការដែលចេះតែនិយាយអួតប៉ុណ្ណោះឬមួយក៏ខ្ញុំពិតជាគិតច្រើនពេកមែនមនុស្សរបស់ភូមិគ្រីដាវលាក់កំបាំងចិត្តមកដល់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាប្រមូលស្មារតីឲ្យបានល្អការរស់រានមានជីវិតរបស់សាលាគុននីឃីវយើងគឺអាស្រ័យលើពេលនេះហើយយីវិនធានឯងវីបងប្រុសខ្ញុំមករងហ្វានឲ្យរបួសហើយថែមទាំងដណ្ដើមយកគម្ពីរដាវអ៊ូវ៉ាងរបស់បាក់ខ្ញុំទៀតតើឯងពិតជាគិតថាភូមិគ្រីដាវលាក់កំបាំងរបស់ខ្ញុំគ្មានមនុស្សមែនទេមករងយូឯងកុំចេះតែចោទប្រកាន់ផ្ដេសផ្ដាស់គម្ពីរដាវអ៊ូវ៉ាងនេះច្បាស់ជាពួកយើងរកឃើញមុនបងប្រុសឯងបញ្ជូនមនុស្សមកដណ្ដើមហើយថែមទាំងវីសិស្សសាលាគុនខ្ញុំ3នាក់ឲ្យរបួសទៀតតើកន្នីនេះគូគិតយ៉ាងម៉េចកុំនិយាយច្រើនថ្ងៃនេះខ្ញុំមិនត្រឹមតែចង់ដណ្ដើមយកគម្ពីរដាវមកវិញទេថែមទាំងចង់ឲ្យសាលាគុននីឃីវរបស់ឯងលុបឈ្មោះចេញពីពិភពគុនទៀតផងខ្ញុំក៏មិនធ្វើបាបពួកឯងដែរថ្ងៃនេះខ្ញុំបាននាំកម្ពុជាអ្នកប្រយុទ្ធ3នាក់មកដរាបណាពួកឯងអាចយកឈ្នះពួកគេបានខ្ញុំមករងយូនឹងមិននិយាយអ្វីទៀតទេងាកក្រោយដើរចេញភ្លាម
អ្នកនេះគឺជាកម្ពុជាអ្នកប្រយុទ្ធទី1របស់បាក់លីងសៀវដោយយៈគ្មានគូប្រៀបយ៉ាងខឹងគឺគេនិយាយថាអ្នកនេះមានកម្លាំងដៃរាប់ពាន់គីឡូអាចកាប់ថ្មរាប់ម៉ឺនគីឡូជាពីរដោយដាវតែមួយអាវុធធម្មតានៅក្នុងដៃគាត់គឺដូចជាតៅហ៊ូអញ្ចឹងមិនអាចទប់ទល់បានទេ ចាត់ទុកថាមានចំណេះដឹងខ្លះដែរអ្នកនេះមើលទៅសាំណាស់តែនឹកមិនឃើញថាធ្លាប់ជួបណីណាតើអាចជាគាត់ទេមករងយូបើឯងមានសមត្ថភាពតោះប្រកួតគ្នានៅទ្វារក្រោយដោយយុទ្ធធម៌តើការអញ្ជើញជំនួយពីខាងក្រៅមានសមត្ថភាពអ្វី ត្រូវហើយទោះបីជាអ្នកឈ្នះពួកយើងក៏ដោយក៏អ្នកឈ្នះដោយមិនយុត្តិធម៌ដែរ កំ pl ែងមែនពិភពគុណគឺអ្នកខ្លាំងស៊ីអ្នកខ្សោយតើនរណាជាអ្នកកំណត់ថាមិនអាចអញ្ជើញជំនួយពីខាងក្រៅបានបើមានសមត្ថភាពអ្នកក៏អាចរកអ្នកជំនាញមកជួយបានដែរលោកគ្រូសិស្សច្បងសម្រាប់សិនទៅខ្ញុំនឹងទៅជួបគាត់ក្មេងតូចជាមួយនឹងរាងកាយតូចរបស់អ្នកតើអ្នកអាចទប់ទល់នឹងដាវរបស់ខ្ញុំបានទេយកល្អគួរតែត្រឡប់ទៅផ្ទះវិញហើយរកម្ដាយរបស់អ្នកដើម្បីបើដោះទៅកុំក្រអឺតក្រទុំពេកខ្ញុំបានហាត់ដាវជាង10ឆ្នាំមកហើយបានសម្លាប់មនុស្សអាក្រក់រាប់មិនអស់នៅក្រោមដាវរបស់ខ្ញុំតើខ្ញុំអាចខ្លាចមនុស្សឆ្កួតដូចអ្នកយ៉ាងម៉េចទៅដាវនេះមានឈ្មោះថាផ្កាយធ្លាក់ហើយវាត្រូវបានធ្វើពីដែកត្រជាក់ពីលំហអាកាសវាមានទម្ងន់1000ជញ្ជីងប្រសិនបើអ្នកអាចដកវាចេញបានអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយខ្ញុំមើលនេះសិស្សប្អូនទី2 ម្ដងទៀតដាវយៈគ្រាន់តែបំបែកអាវក្រោះប៉ុណ្ណោះគ្មានអ្វីអស្ចារ្យទេបើអញ្ចឹងមែនអនុញ្ញាតឲ្យអ្នកឃើញធម៌ពលនៃដាវនេះអ្នកមិនអាចគ្រាន់តែការពារដោយងើតងល់នោះទេបើបន្តបែបនេះអ្នកច្បាស់ជាចាញ់មិនខានអ្នកត្រូវតែផ្ទូចផ្ដើមគំនិតដើម្បីវាយប្រហារនិងរំខានដល់ចង្វាក់របស់គាត់ដើម្បីមានឱកាសរស់រានមានជីវិតគាត់កាន់ដាវយៈដ៏ធ្ងន់បែបនេះរាងកាយផ្នែកខាងក្រោមរបស់គាត់ច្បាស់ជាមិនមានលំនឹងទេសិស្សច្បងទី2 គ្មានផ្លូវផ្សេងទេខ្ញុំអាចប្រើតែក្បាច់នោះប៉ុណ្ណោះដាវបោះសម្អាតទីទាំង8ក្មេងតូចឃើញស្ដេចអង្គនេះហើយខ្ញុំឃើញសត្វល្អិតក៏មិនខុសគ្នាដែរក្មេងតូចអញហ៊ានលេងសើចជាមួយយើងផងសិស្សប្អូនឲ្យសាលាគុណនាខៀវរបស់ឯងបង្កើតបានជា100ឆ្នាំសិស្សដែលបង្រៀនចេញមកគឺមានតែប៉ុណ្្នឹងទេបើឲ្យលោកគ្រូទូតឯងដឹងប្រហែលជាខឹងដល់ថ្នាក់លោតចេញពីមឈូសហើយសត្វត្រឆានអំណាចរបស់ខ្លាគឺនៅត្រង់ក្រញាំភាពរហ័សរបស់កញ្ជ្រោងគឺនៅត្រង់រូបរាងយកភាពរឹងមាំទប់ទល់ភាពរឹងមាំយកភាពទន់ភ្លន់ទប់ទល់ភាពរឹងមាំពុកសរសៃឈាមពុកដាច់អស់ហើយមិនក៏ទៅជាអញ្ចឹងពុកមិនអីទេពុកមិនអីទេយីវិញចិននេះហើយជាលទ្ធផលដែលអញហ៊ានប្រឆាំងនឹងភូមិគ្រឹះដាវលាក់
ចង្រៃតាសាលាគុណយើងត្រូវចប់ត្រឹមនឹងមែនទេតាជារៀបប្រគល់គម្ពីរដាវវងមកខ្ញុំអាចឲ្យពួកឯងស្លាប់បានស្រួលបន្តិច ពួកយើងនៅមិនទាន់ចាញ់ទេ ឈប់សិនលេងShen anhទៅបាទ ពុកសិស្សប្អូនលោកមិនធ្លាប់ហាត់គម្ពីរដាវវងទេពុកឲ្យគេទៅមិនស្មើនឹងឲ្យគេទៅស្លាប់ទេអី លោកគ្រូខ្ញុំក៏អាចឡើងបានដែរកាលៈទេសៈបែបនេះទោះយ៉ាងណាក៏មិនដល់វេនអ្នកបម្រើ Lucien នោះដែរ Shen សាលាគុណនាគីវគឺជាញើសឈាមរបស់គ្រួសារយើងច្រើនជំនាន់មកហើយមិនអាចឲ្យវាបំផ្លាញក្នុងដៃខ្ញុំទេលោកគ្រូប៉ុន្មានឆ្នាំមកនេះខ្ញុំរស់នៅក្នុងសាលាគុណរបស់អ្នកហើយទទួលបានការមើលថែជាច្រើនថ្ងៃនេះខ្ញុំនឹងបំបែកច្បាប់ហើយចេញមុខជួយម្ដង ប្អូនប្រុសលោក មិនបាច់ទេទូដាវនេះមុតមែនតែវាមិនស្រួលប្រើដូចអំបោះខ្ញុំទេសាលាគុណនាគីវរបស់អ្នកគ្មានមនុស្សទេដល់ថ្នាក់បញ្ជូនអ្នកបោះសម្អាតមកប្រកួតសូមមេត្តាផងត្រឹមជាអ្នកបោះសម្អាតសោះហ៊ាននិយាយពាក្យធំដុំខ្ញុំគិតថាថ្ងៃនេះឯងមកស្វែងរកសេចក្តីស្លាប់ហើយប៉ុន្មានឆ្នាំមុនខ្ញុំធុញទ្រាន់នឹងការបង្ហូរឈាមក្នុងពិភពគុណហើយបានចូលនិវត្តន៍នៅពេលកំពុងល្បីល្បាញដើមឡើយខ្ញុំចង់រកកន្លែងស្ងប់ស្ងាត់មួយប៉ុន្តែមិននឹកស្មានថាថ្ងៃនេះត្រូវពាក់ព័ន្ធនឹងចំនួនម្ដងទៀតសោះមិនអីទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកបានឃើញថាអ្វីទៅជាបេះដូងដាវពិតប្រាកដដាវបោះសម្អាតទីទាំង8 តើមានរឿងអ្វីកើតឡើង ទេវាមិនអាចទៅរួចទេត្រឹមជាអ្នកបោះសម្អាតសោះមិនក៏មានក្បាច់ដាវគួរឲ្យខ្លាចចម្លេះ លក្ខភាពប៉ិនប្រសពក្នុងភាពល្ងងខ្លៅប្រើភាពស្ងៀមស្ងាត់ដើម្បីគ្រប់គ្រងចលនាតាមពិតនេះជាអត្ថន័យពិតនៃក្បាច់នេះ ខ្ញុំយល់ហើយក្មេងនេះតែងតែធ្វើពុតជាល្ងងតាមពិតលួចរៀនក្បាច់ដាវសោះ ហឹមឯងចង់លួចរៀនក្បាច់គុណហើយទៅផ្គប់ចិត្តសិស្សច្បងស្រីដើម្បីក្លាយជាម្ចាស់វ័យក្មេងនៃគ្រួសារនេះមែនទេ ថ្វីតើគេមានឋានៈអ្វីមុខក្រាស់មែនលោកគ្រូខ្ញុំសង្ស័យថាក្មេងនេះមានបំណងអាក្រក់តាំងពីចូលសាលាគុណដំបូងមកម្លេះពិតមាត់បើមិនបាន Shen ទេផលវិបាកថ្ងៃនេះមិនអាចនឹកស្មានដល់ឡើយ ត្រូវហើយសំណាងល្អដែលប្អូនប្រុសលើយល់ពីអត្ថន័យពិតនៃដាវបោះសម្អាតទីទាំង8តនពេលហើយឈ្នះការប្រកួតនេះសម្រាប់ពួកយើងប្អូនប្រុសលោកអរគុណច្រើន នាមត្រកូលយីគុំតនអជុំនេះចាត់ទុកថាអ្នកសំណាងល្អចុះបន្តទៀតអ្នកនឹងមិនមានសំណាងបែបនេះទៀតទេដាវបំបែកខ្យល់តើនេះអាចជាដាវឋានស៊ូគនឹងផែនដីក្នុងរឿងព្រេងនិទានលេងវ៉ាចិនទេលេងវ៉ាចិនត្រូវហើយម្នាក់នេះល្បីតាំងពីក្មេងហើយក្បាច់ដាវរបស់គេល្បីពេញពិភពលោកដោយសារភាពលឿនពាក្យចាំអារ៉ាមថាកាលពីក្មេងដោយប្រើតែមួយដាវមួយកាប់ទម្លាក់អ្នកកាន់ដាវ13អ្នកវិជាដាវរបស់ទេពដាវលឿនរហ័សបន្ទាប់ពីទេពដាវលូសៀនលីដែលមិនងាយបង្ហាញខ្លួនអាតាចាស់ឯងក៏មានភ្នែកមើលដែរតើមិនខុសទេគឺលោកតាលឹងរបស់ឯងនឹងហើយបើដឹងខ្លួនឆាប់ប្រគល់ក្បួនដាវមកប្រហែលជាយើងសប្បាយចិត្តអាចទុកផ្លូវរស់ឲ្យពួកឯងកុំសង្ឃឹមគិតថាឯងក៏ជារៀមច្បងក្នុងយុទ្ធភពដែរមិនក៏ធ្វើរឿងដូចចោរប្លន់អញ្ចឹងបើលេចជឿទៅមិនខ្លាចវីរបរោះក្នុងលោកសាយចំអស់ទេកុំយកឈ្មោះខ្លែងខ្លាយទាំងនោះមកសង្កត់យើងបានថ្ងៃនេះយើងមិនធ្វើបាបក្មេងដូចពួកឯងទេយើងអាចបិទភ្នែកទាំងសងខាងប្រើតែដៃម្ខាងចាត់ទុកថាលេងជាមួយពួកឯងចុះ សិស្សប្អូនលូកុំល្ងងពេកឯងចេះតែមួយក្បាច់ហ្នឹងទៅក៏ស្លាប់ទេដែរលើកនេះទុកឲ្យខ្ញុំ លីងប្រយ័ត្នសិស្សច្បងស៊ូមិននឹងអាចទៅរួចទោះបីជាបិទភ្នែកទាំងសងខាងដែលម្ខាងក៏អាចបង្ក្រាបសិស្សច្បងធំបានគម្លាតឆ្ងាយពេកហើយចប់ហើយគ្រាន់តែខាត់ពេលទេសមត្ថភាពប៉ុណ្ណឹងនៅចង់តូទៀតមិនស្គាល់ប្រមាណខ្លួនសោះអូនស្រីមិនស៊ូស្ដាប់បង្គាប់លោកតាលឹងរបស់ឯងទៅយើងនឹងឲ្យឯងភ្លក់រសជាតិសេចក្តីសុខដែលស្រាបស្រាបំផុតក្នុងលោកធានាថាឲ្យឯងលិចលង់ក្នុងភាពទន់ភ្លន់របស់លោកតាលឹងមិនចង់ចាក់ចេញឡើយអាមនុស្សអត់ខ្មាស់ក្រអូបណាស់ស្អាតមែនទែនគួរឲ្យតាក់ទាញប្រលឹងមែន
សិស្សច្បងលីងសមត្ថភាពប៉ុណ្ណឹងចង់សម្លាប់លោកតាលឹងរបស់ឯងយីវិនធានកុំប្រញាប់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះឆាប់នេះនឹងដល់វេនពួកឯងហើយអូនស្រីមើលចុះឯងយកអីមកទល់នឹងយើងមិនស៊ូស្ដាប់បង្គាប់លោកតាលឹងរបស់ឯងទៅប្រហែលជាយើងអាចទុកជីវិតឯងអាចឆ្កែខ្ញុំប្រយុទ្ធជាមួយឯងហើយពឹងលើអាមនុស្សអត់បានការដូចឯងហ្នឹងចង់ធ្វើជាវីរបុរសសង្គ្រោះស្រីស្អាតមែនទេសម្រាប់ខ្ញុំទៅមនុស្សក្នុងសាលាគុនឈីងយុនយើងគ្មានអ្នកណាម្នាក់ខ្លាចស្លាប់ទេបើអញ្ចឹងមែនខ្ញុំនឹងបំពេញបំណងនាងអ្នកណាគេអំបញ្ញមិញគឺឯងដែលលួចវាយប្រហារខ្ញុំពីក្រោយមែនទេប្អូនប្រុសឯងមិនមែនជាគូប្រកួតរបស់គេទេឆាប់ទៅមិនស្គាល់ស្លាប់រស់បងប្អូនលួចវាយប្រហារបានមួយក្បាច់ពីរមកចង់ជួយមនុស្សនៅទីនេះមិនឆាប់ចុះទៅអាល្អិតឬទេមិត្តភក្តិឯងសុទ្ធតែប្រាប់ឲ្យឯងរត់ហើយឯងកុំគិតថាឯងពឹងលើសំណាងវីឈ្នះយ៉ានឡាវសានហើយមានសិទ្ធិមកប្រកួតជាមួយខ្ញុំឲ្យសោះយីថាឯងមានទំនុកចិត្តលើល្បឿនដាវរបស់ឯងណាស់យើងមកប្រកួតគ្នាទៅពឹងលើឯងត្រឹមជាអ្នកបម្រើម្នាក់ម៉េចឯងមិនហ៊ានអាល្អិតប៉ុន្មានឆ្នាំនេះជាលើកទី1ហើយដែលមានគេហ៊ានប្រកួតល្បឿនជាមួយខ្ញុំបើឯងប្រញាប់ទៅនៅកម្លាំងខ្ញុំនឹងបំពេញបំណងឯងស្ដាប់ឲ្យច្បាស់គឺសាមញ្ញណាស់ខ្ញុំនឹងបោះកាក់នេះទៅលើអាកាសពេលវាធ្លាក់ដល់ដីយើងទាំងពីរត្រូវដកដាវព្រមគ្នាមើលថាដាវអ្នកណាលឿនជាងសានហឺខ្ញុំឲ្យខ្ចីដាវមិនបាច់ទេដាវសម្រាប់ខ្ញុំគ្រាន់តែជារបស់ក្រៅខ្លួនដាវពិតប្រាកដគឺនៅក្នុងចិត្តស្លាប់ហើយនៅហ៊ាននិយាយរឹងទៀតបងធូប៉ាជួយខ្ញុំផងឈ្នះហើយល្បឿនដាវរបស់សានហឺអំបញ្ញមិញលឿនជាងស៊ីនលឹងទៅទៀតឬមួយក៏មិនអាចទេដែលទេវតាដាវមកធ្វើជាអ្នកបម្រើក្នុងសាលាគុនយើងពួកសម្រាមពិតជាពួកសម្រាមមែនសូម្បីតែអ្នកបម្រើម្នាក់ក៏វាមិនឈ្នះដែរខ្ញុំស្មានតែលោកខ្លាំងប៉ុណ្ណាមើលទៅកម្ពុជាអ្នកលេងដែលលោកនាំមកក៏មិនអស្ចារ្យប៉ុន្មានដែរម្ចាស់វីឡាវ័យក្មេងខ្ញុំបានប្រាប់ហើយថាអាពីរអ្នកនេះពឹងមិនបានទេពេលសំខាន់ត្រូវតែខ្ញុំចេញមុខបងធូប៉ារំខានហើយឲ្យតែបងអាចជួយដោះស្រាយរឿងថ្ងៃនេះបានរង្វាន់ដែលបានព្រមព្រៀងគ្នាពីមុនគ្រួសារមរងរបស់ខ្ញុំនឹងបន្ថែម30ទៀតម្ចាស់វីឡាវ័យក្មេងពិតជាត្រង់មែនប៉ុន្តែមានសំណាមួយទៀតខ្ញុំចង់បានសៀវភៅអាតកំបាំងឆ្វេងញៀនរបស់គ្រួសារមរងរបស់អ្នកយល់ព្រមខ្ញុំសន្យានឹងអ្នកកម្លាំងខាងក្នុងគួរឲ្យខ្លាចណាស់ដាវនេះមានឈ្មោះថាយួយងហើយវាគឺជាស្ត្រូវនៃដាវដ៏ល្បីល្បាញនៅលើពិភពលោកវាជាកិត្តិយសរបស់អ្នកដែលអាចស្លាប់នៅក្រោមដាវនេះយួយងតើអធិរាជដាវសូបាល័យជាអ្វីសម្រាប់អ្នកអ្វីចំណាត់ថ្នាក់ទី5នៅក្នុងបញ្ជីឋានសួគ៌អធិរាជដាវបេសាចឈួតសូបាល័យខ្ញុំមិននឹកស្មានថាមាននរណាម្នាក់ស្គាល់បច្ចេកទេសដាវរបស់ខ្ញុំទេត្រូវហើយខ្ញុំជាសិស្សបិទទ្វាររបស់អធិរាជដាវអ្វីគាត់ពិតជាសិស្សរបស់អធិរាជដាវមែនទេអធិរាជដាវសូបាល័យដែលជាចៅវាយនីកម្ពុជាទាំង5នៅក្នុងបញ្ជីឋានសួគ៌ត្រូវបានគេនិយាយថាមានកម្លាំងដែលមិនអាចយល់បានហើយសូម្បីតែប្រៀបធៀបទៅនឹងយ៉ូណាតក៏ដោយក៏វាពិបាកក្នុងការប្រាប់ពីភាពខុសគ្នាដែរឥឡូវនេះអ្នកដឹងពីរបៀបភ័យខ្លាចយឺថ្ងៃនេះអ្នកទាំងអស់គ្នានឹងស្លាប់ប្អូនប្រុសលោកខ្ញុំដឹងថាអ្នកលាក់កម្លាំងរបស់អ្នកពីមុនមកប៉ុន្តែគាត់គឺជាសិស្សរបស់អធិរាជដាវបន្ទាប់ពីទាំងអស់អ្នកមិនអាចប្រយុទ្ធជាមួយគាត់បានទេប្រញាប់ឡើងបាទឆាប់នេះអ្នកបានធ្វើគ្រប់គ្រាន់សម្រាប់ពួកយើងហើយអ្នកនៅក្មេងហើយមានអនាគតភ្លឺស្វាងមិនចាំបាច់បាត់បង់ជីវិតសម្រាប់ពួកយើងទេជែនវិញប្អូនប្រុសលោកទោះបីជាខ្ញុំស្អប់អ្នកខ្លាំងក៏ដោយក៏លោកគ្រូនិយាយត្រូវបើអ្នកខ្លាចចេញទៅប៉ុន្តែថ្ងៃនេះនៅឆ្នាំក្រោយកុំភ្លេចដុតធូបបន្ថែមទៀតសម្រាប់ជីតារបស់អ្នកកុំបារម្ភថ្ងៃនេះខ្ញុំនៅទីនេះអ្នកមិនចាំបាច់ស្លាប់ទេសំលេងធំអីកូនឯងគិតថាឯងជាយ៉ណាតទេនៅអាយុ6ឆ្នាំខ្ញុំកាន់ដាវឈើមួយហើយដឹងពីអត្ថន័យពិតនៃដាវមិនមានអាចកំបាំងចំពោះបច្ចេកទេសដាវនៅលើពិភពលោកនៅក្នុងភ្នែករបស់ខ្ញុំទេនៅអាយុ10ឆ្នាំខ្ញុំបានបង្កើតគម្ពីរដាវវងហើយបានបោកបក់ទូទាំងរដ្ឋទាំង16នៃប្រទេសភាគខាងត្បូងដោយមិនមានគូប្រជែងនៅអាយុ15ឆ្នាំខ្ញុំបានចូលទៅក្នុងតំបន់ហាមឃាត់នៃភ្នូដាវតែម្នាក់ឯងហើយបានដឹងពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតនៃខេនយោពីការវាយប្រហារនៃព្រលឹងដាវរាប់ពាន់នៅអាយុ18ឆ្នាំខ្ញុំបានឈានដល់កំពូលនៃបញ្ជីឋានសួគ៌ចាប់តាំងពីពេលនោះមកអ្នកចម្បាំងទាំងអស់នៅក្នុងពិភពលោកអាចត្រឹមតែអន់ក្បាលចុះក្រោមជើងរបស់ខ្ញុំថ្ងៃនេះតើអ្នកនឹងប្រើអ្វីដើម្បីប្រកួតប្រជែងជាមួយខ្ញុំលោកប្អូនប្រុសលោកតើគាត់ជាយ៉ណាតទេ
ធម្មពលដៅនេះកូនអើយតើអ្នកជានរណាអនុញ្ញាតឲ្យខ្ញុំមើលថាតើអ្នកជាសិស្សរបស់អធិរាជដាវមានសមត្ថភាពពិតប្រាកដប៉ុណ្ណាក្នុងករណីនោះខ្ញុំនឹងបង្ហាញអ្នកពីជំនាញដ៏ល្បីល្បាញរបស់ខ្ញុំបច្ចេកទេសដាវព្រះច័ន្ទឈាមកាត់ ប្រយ័ត្ន ទម្រង់ទី2នៃគម្ពីរដាវវងដាវបបផ្សែងនិងធូលីមិនអាចទេប្អូនប្រុសលើគាត់ពិតជាចេះក្បាច់ដាវវងដ៏ពិតប្រាកដមែនប្អូនប្រុសលើគាត់ពិតជាចេះក្បាច់ដាវវងដ៏ពិតប្រាកដមែនមិនអាចចាញ់ទេខ្ញុំជូបាឈីវក្នុងនាមជាអ្នកស្នងតំណែងរបស់អធិរាជដាវតើខ្ញុំអាចចាញ់ក្នុងកណ្ដាប់ដៃមនុស្សគ្មានឈ្មោះម្នាក់នេះយ៉ាងម៉េចទៅនេះគឺថ្នាំគ្រាប់យេស៊ូវនេមិញស្អីគេថ្នាំគ្រាប់យេស៊ូវនេមិញពាក្យចាំអារាមថាថ្នាំនេះត្រូវបានចម្រាញ់ដោយអ្នកលេងប៉ាហីអាក្រក់ដោយប្រើឈាមនៃជីវិតរាប់មិនអស់អ្នកដែលលេបថ្នាំនេះអាចបង្កើនថាមពលរបស់ពួកគេច្រើនជាង3ដងក្នុងរយៈពេលដ៏ខ្លីទោះបីជាថ្នាំនេះខ្លាំងក៏ដោយក៏វានឹងស៊ីអាយុជីវិតអស់3ឆ្នាំរាល់ពេលដែលអ្នកលេបវាទោះបីជាអ្នកមានសំណាងឈ្នះខ្ញុំនៅថ្ងៃនេះក៏ដោយតើវាមានប្រយោជន៍អ្វីវាគ្រាន់តែជាការជីកភ្នូររបស់អ្នកប៉ុណ្ណោះពិតមាត់កុំស្ដាប់គាត់និយាយច្រើនគោលបំណងគឺដើម្បីឡើងដល់កម្ពូលតារាងថ្ងៃនេះបើខ្ញុំចាញ់ក្នុងកណ្ដាប់ដៃអ្នកបម្រើម្នាក់តើខ្ញុំមិនខ្លាចជាមនុស្សគួរឲ្យអស់សំណើចនៅក្នុងពិភពក្បាច់គុណទាំងមូលទេបងប្រុសសូបាគុំនិយាយមិនសមហេតុសមផលជាមួយគាត់ប្រញាប់សម្លាប់ក្មេងនេះទៅក្បាច់ដាវវងកាត់សកលលោកនេះមិនអាចទៅរួចទេតើក្មេងនេះជាមនុស្សឬជាខ្មោចអ្នកចាញ់ហើយក្មេងតូចឯងមិនអាចសម្លាប់ខ្ញុំបានទេតើអ្នកណាហ៊ានធ្វើបាបសិស្សរបស់ខ្ញុំគឺជាអធិរាជដាវជាន់ខ្ពស់អធិរាជដាវជាន់ខ្ពស់ក្មេងនេះបានប្រើមន្តអាគមអាក្រក់ធ្វើឲ្យបងប្រុសសូបារងរបួសយ៉ាងធ្ងន់ធ្ងរគាត់ថែមទាំងនិយាយពាក្យឆ្កួតហើយមិនយកចិត្តទុកដាក់ចំពោះអ្នកតតែសោះប្រញាប់សម្លាប់ក្មេងនេះទៅហើយឲ្យគាត់ដឹងពីលទ្ធផលនៃការប្រមាថអ្នកអធិរាជដាវពិតជាបានមកទីក្រុងភេងឆេងដោយផ្ទាល់តើព្រះនឹងបំផ្លាញនិកាយខេញញ៉ានរបស់ខ្ញុំមែនទេតើអ្នកជាអ្នកដែលធ្វើបាបសិស្សរបស់ខ្ញុំមែនទេក្នុងនាមជាចៅហ្វាយនីនៃបញ្ជីឋានសួគ៌អ្នកមិនអាចប្រាប់ពីត្រូវនិងខុសបានទេការបណ្ដោយឲ្យសិស្សបង្កើតបញ្ហានៅក្នុងពិភពលោកនិងធ្វើអំពើអាក្រក់ខ្ញុំលូសែនសម្រាប់គាត់នៅថ្ងៃនេះដើម្បីធ្វើសកម្មភាពក្នុងនាមឋានសួគ៌និងកម្ចាត់គ្រោះថ្នាក់សម្រាប់ប្រជាជនលោកគ្រូគុំស្ដាប់សម្ដីមិនសមហេតុសមផលរបស់ក្មេងនេះអីគាត់មិនមែនមានគម្ពីរដាវមុនសែនត្រូវតែដណ្ដើមយកមកឲ្យបានគម្ពីរដាវមុនសែនគួរឲ្យចាប់អារម្មណ៍ណាស់មិននឹកស្មានថាគម្ពីររបស់ទេវតាដាវនៅទីនេះសោះរៀមច្បងស្ដេចដាវគម្ពីរដាវនេះជារបស់ភូមិគ្រឹះលាក់ដាវរបស់ខ្ញុំនិងបងធូប៉ាបាននិយាយគ្នាហើយកុំនិយាយច្រើនអាល្អិតកាលពី100ឆ្នាំមុនបើគុំតែខ្ញុំកំពុងតែបិទទ្វារវឹកហាត់តំណែងលេខ1ក្នុងលោកគួរតែជារបស់ខ្ញុំបើឯងចេះវិជាដាវនេះហើយខ្ញុំនឹងប្រើវិជាដាវនេះមកប្រកួតជាមួយឯងចង់ប្រកួតជាមួយខ្ញុំត្រឹមតែរូបតំណាងរបស់លោកខ្លាចថាមិនទាន់គ្រប់គ្រាន់ទេគួរតែឲ្យរូបពិតរបស់លោកមកទើបល្អជាងអាល្អិតឯងវាតម្លៃខ្លួនឯងខ្ពស់ពេកហើយរូបតំណាងរបស់ខ្ញុំនេះមានធម្មពល5ភាគនៃរូបពិតគ្រប់គ្រាន់នឹងកិនឯងឲ្យខ្ទេចបានហើយនេះជាកម្លាំងរបស់កម្ពុជាយុទ្ធសិលឹកមែនទេសិស្សច្បងសិស្សច្បងសុទ្ធតែមកពីឯងអបខ្ញុំឲ្យជាប់ទៅអាល្អិតឯងចង់ស្លាប់មែនទេ
ទន្លេផ្កាយហូរច្រាស់ទម្លុះមេឃាដាវមើលសែនរួមបញ្ចូលកំចាត់វិញ្ញាណអាក្រក់ទូខ្យល់បក់បោកពុកចាត់ខ្ចាយខ្ញុំប្រើដាវមួយកំណត់សន្តិភាព ចាំខ្ញុំផង ធម្មពលដាវឯងគឺទេវតាដាវលូសៀនខ្ញុំចាំអញហើយជួបគ្នាលើកក្រោយខ្ញុំច្បាស់ជីកាត់ឯងជីកង់មិនខាន សិស្សប្អូនលូឯងពិតជាទេវតាដាវមែនទេ ទេវតាដាវអីគេខ្ញុំគឺលូសានហ៊ឺជាអ្នកបម្រើធម្មតាម្នាក់ មិននឹងអាចទៅរួចឯងចេះក្បាច់របស់ទេវតាដាវច្រើនម្លេះថែមទាំងវាឈ្នះស្ដេចដាវទៀតមិននឹងអាចថាឯងមិនមែនជាទេវតាដាវទៅ លីងអ៊ឺសានហ៊ឺមានសមត្ថភាពអស្ចារ្យទោះគេជាទេវតាដាវឬអត់គេនៅតែជាមនុស្សរបស់ស៊ូសានយើងអ្នកមានគុណបើមិនបានគាត់ជួយទេមិនដឹងជាយ៉ាងណាទេសិស្សប្អូនពីមុនខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំតៃសាននិយាយពាក្យមិនសមរម្យច្រើនសង្ឃឹមថាឯងមិនប្រកាន់ខឹងចុះចាប់ពីពេលនេះទៅឯងគឺជាអ្នកមានគុណរបស់យីសៀវតុងខ្ញុំហើយមានការអីឲ្យខ្ញុំជួយអាចនិយាយបាន លោកគ្រូសិស្សរបស់ស្ដេចដាវបាត់ទៅហើយដូចជារត់បាត់ហើយ មិនអីទេគេរបួសធ្ងន់ណាស់មិនអាចធ្វើអីបានទៀតទេសំណាងហើយដែលមិនប៉ះពាល់ដល់សរីរាង្គខាងក្នុងខ្ញុំនឹងផ្សំថ្នាំឲ្យឯងមិនប៉ុន្មានខែទេនឹងជាសះស្បើយ ល្អណាស់លោកពុក ក្មេងល្ងងខ្ញុំមើលទៅឯងនឹងលីងអ៊ឺអាយុសបាល់គ្នាបើមិនប្រកាន់ទេខ្ញុំចង់លើកលីងអ៊ឺឲ្យឯង លោកពុកនិយាយអីហ្នឹង ទឹកចិត្តរបស់ម្ចាស់ជ្រលងភ្នំខ្ញុំសូមទទួលត្រឹមចិត្តចុះគ្រាន់តែរឿងស្នេហាសម្រាប់ខ្ញុំដូចជាពួកអណ្ដែតពេលនេះមិនទាន់មានគម្រោងរឿងនេះទេមិនបាច់ប្រញាប់ទេពួកឯងអាយុសបាល់គ្នារឿងនេះអាចគិតគូរយឺតបានលោកគ្រូនេះគឺរកឃើញនៅលើខ្លួនមករងយូរលិខិតអញ្ជើញវីរបុរសមហាសន្និបាតយុទ្ធគុណភូមិគ្រឹះលាក់ដាវហ៊ានចុះចូលជាមួយនគរយៀបមានបំណងអាក្រក់ចំពោះនគរណានយើង លោកពុកក្នុងនេះសរសេរពីអី មួយខែក្រោយពួកគេនឹងរៀបចំមហាសន្និបាតយុទ្ធគុណនៅនគរយៀបពួកគេចង់ប្រមូលផ្ដុំកម្ពុជាអ្នកយុទ្ធគុណបង្កើតជាកងទ័ពដ៏ខ្លាំងក្លាមួយមានបំណងវាយប្រហារនគរណានយើងនគរយៀបនេះពិតជាមានមហិច្ឆតាធំមែនលោកគ្រូតែយើងគួរធ្វើម៉េចទៅមិនអាចឲ្យពួកគេសម្រេចបំណងបានទេ មែនហើយលោកគ្រូ ពេលនេះយើងមានតែទៅនគរយៀបមុនដើម្បីស៊ើបការប៉ុន្តែរបួសខ្ញុំនេះខ្លាចតែមិនអាចជួយអីបានទេ ប្រធានបាក់សិស្សច្បងលីងអ៊ឺត្រឡប់មកវិញហើយអ្នកម្ដាយលីងអ៊ឺនឹកអ្នកម្ដាយណាស់ត្រឡប់មកវិញល្អហើយ2ឆ្នាំមិនបានជួបលីងអ៊ឺរបស់ម្ដាយកាន់តែស្រស់ស្អាតម្ដាយស្ទើរតែចំណាំមិនបានទៅហើយម៉ែខ្ញុំសូមណែនាំគាត់បន្តិចនេះគឺសិស្សប្អូនលោកកាលពីខែមុនសាលាគុណត្រូវបានគេវាយប្រហារសំណាងហើយដែលបានគាត់ជួយបើមិនអញ្ចឹងទេកូនប្រហែលជាមិនបានជួបម៉ែទៀតទេសិស្សប្អូនលើនេះគឺម៉ែរបស់ខ្ញុំជាមេបកនៃបាក់យឺយិនដែលជាបាក់មួយក្នុងចំណោមបាក់ធំទាំង6នៅក្នុងប្រទេសយោឪពុករបស់ឯងកាន់តែគ្មានបានការហើយសាលាគុណជួបគ្រោះថ្នាក់បែរជាឲ្យក្មេងម្នាក់នេះជួយទៅវិញមែនហើយសិស្សប្អូនលេងរនេះមិនមែនជាសង្សាររបស់ឯងទេដឹងអ្នកទាំងពីរត្រូវរយគ្នាប្រឌិតរឿងវីរបុរសសង្គ្រោះស្រីស្អាតដើម្បីបោកបញ្ឆោតចាស់ទុំសិស្សច្បងទី4និយាយស្អីហ្នឹងគឺសិស្សប្អូនលោកពិតជាបានជួយពួកយើងមែនពេលនោះភូមិគ្រីដាវលាក់កំបាំងបាននាំកម្ពុជាអ្នកលេងគុណ3នាក់មកម្នាក់សុទ្ធតែមានក្បាច់គុណខ្ពស់សំណាងហើយដែលសិស្សប្អូនលោកបានជួយទៅពួកយើងអាចរួចផុតពីគ្រោះថ្នាក់ភូមិគ្រីដាវលាក់កំបាំងនោះគឺជាបាក់ដ៏ល្បីល្បាញមួយនៅប្រទេសភាគខាងត្បូងកម្លាំងរបស់ពួកគេមិនមែនសាលាគុណតូចរបស់ឪពុកឯងអាចប្រៀបផ្ទឹមបានទេគ្រាន់តែពឹងលើក្មេងនេះអាចជាគូប្រកួតរបស់ពួកគេបានទេមែនហើយមើលទៅគាត់ស្គមដូចដើមឫស្សីខ្ញុំគិតថាគាត់មិនអាចសំបីតែវាឈ្នះសិស្សធម្មតាម្នាក់នៃបកយាយិនរបស់យើងផងនៅនិយាយថាបានវាចាញ់កម្ពុជាអ្នកលេងគុណនៃភូមិគ្រីដាវលាក់កំបាំងទៀតគួរឲ្យអស់សំណើចណាស់លេងយកកូនស្រីរបស់ឈៀហុងលីមិនមែនអ្នកណាក៏អាចធ្វើបានទេកុំឲ្យពាក្យផ្អែមល្ហែមរបស់គេធ្វើឲ្យឯងវង្វេងស្មារតីធ្វើរឿងល្ងងខ្លៅឲ្យសោះម៉ែហេតុអីសំបីតែម៉ែក៏មិនជឿខ្ញុំដែរបានហើយរឿងនេះកុំទាន់និយាយអីឯងត្រឡប់មកកន្លែងខ្ញុំលើកនេះក្រែងលោមានរឿងអីកើតឡើងចំពោះសាលាគុណមែនទេខ្ញុំសូមប្រាប់មុនបើឯងមកធ្វើជាអ្នកបញ្ចុះបញ្ចូលឲ្យពុកឯងដើម្បីឲ្យខ្ញុំត្រឡប់ទៅប្រទេសភាគខាងត្បូងវិញនោះគឺមិនអាចទៅរួចទេ
ម៉ែលើកនេះនឹងមានការប្រកួតក្បាច់គុនមួយនៅប្រទេសយូតាម៉ែដឹងទេប្រកាសជាដឹងហើយការប្រកួតក្បាច់គុននេះរៀបចំឡើងដោយវិមានវិជេដែលជាកម្លាំងទី1នៅក្នុងប្រទេសយោហើយបាក់យឺជិនរបស់យើងក៏ត្រូវបានអញ្ជើញដែរតើលិខិតអញ្ជើញនៅក្នុងដៃឯងនេះបានមកពីណាលិខិតអញ្ជើញនេះពួកយើងបានរកឃើញពីមរងយនៃភូមិគ្រឹះដៅលាក់កំបាំងនៅលើនេះមានព័ត៌មានទំនាក់ទំនងរបស់ពួកគេម៉ែក្នុងការប្រកួតលើកនេះមានកម្លាំងជាច្រើនដែលមានបំណងអាក្រក់នៅក្នុងប្រទេសយើងចង់ធ្វើបាបប្រទេសភាគខាងត្បូងរបស់យើងតាមពិតគឺមករឿងនេះសោះមិនអាក្រក់ទេថ្ងៃនេះខ្ញុំពិតជាបានទទួលដំណឹងខ្លះមែនប៉ុន្តែខ្ញុំបានចាក់ចេញពីប្រទេសភាគខាងត្បូងយូរមកហើយឥឡូវនេះខ្ញុំជាមេបដិបាក់យឺយិននៅក្នុងប្រទេសយូតើរឿងរបស់ប្រទេសភាគខាងត្បូងមានពាក់ព័ន្ធអ្វីនឹងខ្ញុំម៉ែមិនក៏និយាយអញ្ចឹងទោះបីជាម៉ែនៅប្រទេសយូក៏ដោយប៉ុន្តែឈាមដែលហូរក្នុងខ្លួនម៉ែគឺជារបស់ប្រទេសភាគខាងត្បូងក្នុងនាមជាអ្នកលេងគុននៃប្រទេសភាគខាងត្បូងតើម៉ែអាចនៅស្ងៀមមិនអើពើបានយ៉ាងម៉េចលេងយល់ពិភពគុននេះខ្ញុំសម្រេចចិត្តចាក់ឫសនៅប្រទេសយៀតដើម្បីសងសឹកឲ្យនិកាយយូជៀនvìមានអ៊ូជីមានកម្លាំងខ្លាំងណាស់នៅប្រទេសយៀតអាចនិយាយបានថាជាអ្នកគ្រប់គ្រងការជ្រើសរើសប្រឆាំងនឹងពួកគេគឺដូចជាយកសុទ្ធទៅវានឹងថ្មអញ្ចឹងតើពិតជាគ្មានវិធីផ្សេងទេមែនទេវិធីគឺមានលុះត្រាតែលើកនេះអ្នកអាចដណ្ដើមបានតំណែងជាមេដឹកនាំក្បាច់គុននៅក្នុងសន្និសីទក្បាច់គុនដល់ពេលនោះកម្លាំងទាំងអស់នៅក្នុងប្រទេសយៀតនឹងស្ដាប់តាមបញ្ជារបស់អ្នកសូម្បីតែvìមានអ៊ូជីក៏ត្រូវតែខ្លាចអ្នកដែរមេដឹកនាំក្បាច់គុនល្អណាស់អញ្ចឹងពួកយើងនឹងដណ្ដើមយកតំណែងមេដឹកនាំនេះប្អូនស្រីឯងមិនមែនកំពុងនិយាយលេងទេមែនទេសន្និសីទក្បាច់គុនលើកនេះមានអ្នកខ្លាំងច្រើនណាស់សូម្បីតែលោកគ្រូក៏មិនហ៊ាននិយាយថាមានទំនុកចិត្ត100ដែរចុះទម្រាំតែឯងស៊ូស៊ីជាអ្វីត្បិតតែកម្រិតក្បាច់គុនរបស់លីងឪនៅទាបប៉ុន្តែឲ្យតែមានលូស៊ីទីនៅទីនេះការដណ្ដើមយកតំណែងមេដឹកនាំក្បាច់គុននេះគឺងាយស្រួលដូចបាត់ដៃអញ្ចឹងពឹងលើគេមនុស្សមិនល្បីឈ្មោះម្នាក់ចង់ធ្វើជាមេដឹកនាំក្បាច់គុនពិតជាយល់សពទាំងថ្ងៃមែនស៊ូស៊ីជាមិនជឿទេចាំមើលនៅលើសង្វៀនទៅសាឡាវ៉ាន់ម៉ាសាឡាហ្វីសឹងអ្នកមកពីសាលាធានយីនក៏មកដែរនេះគឺសាឡាម៉ូសៀនលូស៊ីងចិនសាឡាបៃហ៊ឺអ្នកខ្លាំងទី1របស់សាឡាបៃហ៊ឺយុនជើសៀនគឺហ្វូយុនជឿមេដឹកនាំនិកាយយូជៀនសៀវហុងឡេគេល្បីថាគាត់កើតនៅណានកកាលពី10ឆ្នាំមុនបានមកប្រទេសយៀតដើម្បីបង្កើតនិកាយកម្លាំងមិនអាចស្មានដឹងនោះគឺជាសិស្សច្បងរបស់គាត់ស៊ូមីនក្នុងពិភពគុនគេហៅថាហានយៀតជៀនជីលូស៊ីទីអ៊ូអណាស់ខ្ញុំគឺជីស៊ីងតាវរិនជាអ្នករៀបចំសន្និសីទលើកនេះថ្ងៃនេះវីរបុរសក្នុងពិភពលោកបានប្រមូលផ្ដុំគ្នានៅទីនេះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះនេះគឺជាសំណាងរបស់ពិភពគុនសន្និសីទលើកនេះមានគោលបំណងជ្រើសរើសអ្នកដែលមានទាំងសមត្ថភាពនិងគុណធម៌ក្បាច់គុនពូកែដើម្បីដឹកនាំពិភពគុនប្រទេសយៀតធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសយៀតល្បីល្បាញពេញពិភពលោកមើលទៅមនុស្សរបស់វាមានអ៊ូជីក៏មកដែរគោរពលោកមេដឹកនាំគោរពលោកមេដឹកនាំគោរពលោកមេដឹកនាំនេះគឺជាមេដឹកនាំវិមានអ៊ូជីស៊ីសាតានមិនខុសទេគាត់គឺជាអ្នកខ្លាំងទី1នៅប្រទេសយៀតស៊ីសាតានគេល្បីថាគាត់គឺជាមនុស្សពូកែបំផុតក្នុងរយៈពេល300ឆ្នាំរបស់វិមានវិជហើយកម្លាំងរបស់គាត់គឺមិនចាញ់ចៅវាយនីនៃបញ្ជីឋានសួគ៌នោះទេព្រះនាងប្រសិនបើព្រះអង្គដឹងថាទ្រង់យាងមកគោយកដោយលួចលាក់ព្រះអង្គច្បាស់ជាខឹងខ្លាំងណាស់យើងត្រឡប់ទៅវិញទៅបើមានរឿងអីកើតឡើងខ្ញុំមិនអាចទទួលខុសត្រូវទេខ្លាចអីខ្ញុំស្លៀកពាក់បែបនេះតើនរណានឹងដឹងថាខ្ញុំជាព្រះនាងច្បងនៃគោណែនប៉ុន្តែព្រះនាងទីនេះមានគ្រោះថ្នាក់ណាស់ខ្ញុំឮថាវិមានវិជតែងតែជួញគោយកដោះស្រាយជាមួយគោណែនទ្រង់យាងមកទីនេះតែម្នាក់ឯងមិនមែនជាការយកខ្លួនទៅឲ្យគេចាប់ទេចំនួនរវាងគោណែននិងគោយកមានតាំងពីយូរយារណាស់មកហើយវិមានវិជដើរតួយ៉ាងសំខាន់នៅក្នុងនោះបើខ្ញុំមិនមកស៊ើបអង្កេតដោយផ្ទាល់ទេតើខ្ញុំអាចដឹងពីប្រវត្តិរបស់ពួកគេយ៉ាងដូចម្តេចគួរឲ្យស្ដាយបើយើងអាចរកឃើញចុចយ៉ូណាតលឺឈួនហេតុអ្វីយើងត្រូវលាក់ខ្លួននឹងប្រថុយប្រឋានបែបនេះប៉ុន្តែព្រះនាងមិនអីទេកុំនិយាយអីអស់រយៈពេលជាង10ឆ្នាំមកនេះខ្ញុំបានគោរពគ្រូល្បីនិងវឹកហាត់ក្បាច់គុនយ៉ាងលំបាកបើមានការប្រយុទ្ធគ្នាមែនយើងប្រហែលជាមិនចាញ់ទេមិនអីទេឈប់ត្រឹមនេះសន្និបាតក្បាច់គុនលើកនេះចាប់ផ្ដើមជាផ្លូវការហើយអ្នកចូលរួមទាំងអស់ត្រូវឈប់ត្រឹមនេះហើយមិនត្រូវសម្លាប់នរណាម្នាក់ឡើយនិកាយនាគទេព Sharing យ៉ាងសូមណែនាំនិកាយសត្វគ្រាវស្វយន់សេសូមអភ័យទោស
ប្អូនប្រុសលោតាឯងពិតជាមិនមានបំណងចង់វីមែនទេមុនពេលចេញមកខ្ញុំបានសន្យានឹងឪពុកឯងថាខ្ញុំនឹងការពារសុវត្ថិភាពឯងអ្វីផ្សេងទៀតក្រៅពីនេះមិនពាក់ព័ន្ធនឹងខ្ញុំទេនិកាយដាវអធិរាជស៊ូមីងសូមណែនាំនិកាយដាវអធិរាជគឺមានតែប៉ុណ្្នឹងឯងមានអ្នកណាទៀតខ្ញុំមកព្រះនាងលោកម្ចាស់ប្រយ័ត្ននិកាយខេងហ្សាវ៉ាស៊ុងមកទីនេះដើម្បីសុំការណែនាំនិកាយខេងហេហេតុអ្វីខ្ញុំមិនដែលលើពីវាមាននិកាយជាច្រើននៅលើលោកនេះខ្លះលាក់ខ្លួននៅក្នុងព្រៃភ្នំខ្លះលាក់ខ្លួននៅក្នុងទីក្រុងទោះបីជានិកាយរបស់ខ្ញុំមិនសូវល្បីដូចនិកាយធំទាំងនោះក៏ដោយក៏ខ្ញុំបានលើពីភាពឈួតលីលារបស់អ្នកជាច្រើនឆ្នាំមកហើយថ្ងៃនេះខ្ញុំមកទីនេះដើម្បីឲ្យអ្នកដឹងថាកុំមើលស្រាលវីរបុរសក្នុងពិភពគុណឲ្យសោះហេមិនអន់ទេនឹកស្មានមិនដល់ថានាងនៅក្មេងសោះតែមានក្បាច់គុណល្អយ៉ាងនេះពិតជាក្មេងជំនាន់ក្រោយគួរឲ្យខ្លាចមែនប៉ុន្មានឆ្នាំមកនេះនិកាយបេមានវិមានវិជ្ជានៅពីក្រោយខ្នងធ្វើឲ្យពួកគេមានអំណាចខ្លាំងក្នុងពិភពគុណថ្ងៃនេះចាត់ទុកថាប៉ះចំគូប្រកួតហើយប្អូនប្រុសលោតើអ្នកគិតថាអ្នកណាអាចឈ្នះក្នុងការប្រកួតនេះមិនដល់10ក្បាច់ទេនារីម្នាក់នេះច្បាស់ជាអាចយកឈ្នះបាននារីប្អូនប្រុសលោតើអ្នកយល់ច្រឡំទេអ្នកទាំងពីរនៅលើឆាកសុទ្ធតែស្លៀកពាក់ជាបុរសហើយកាយវិការក៏រហ័សរហួនតើមានស្រមោលជានារីនៅត្រង់ណាក្បាច់ដាវដែលនាងប្រើគឺជាក្បាច់ដាវលីវៀនហួនយូរបស់រាជវង្សណេងយ៉ូក្បាច់ដាវនេះតែងតែបង្រៀនតែសមាជិកស្នូលនៃរាជវង្សប៉ុណ្ណោះតើនាងជារាជវង្សណេងយ៉ូទេដឹងក្បាច់ដាវល្អអ្នកចាញ់ហើយឈ្នះហើយខ្ញុំសូមប្រកាសថាអ្នកឈ្នះក្នុងជុំនេះគឺលោកម្ចាស់យ៉ាវហ៊ានបំផ្លាញរឿងល្អរបស់ខ្ញុំរកតែស្លាប់អាល្អិតឯងមិនដឹងទេថាទីនេះជាទឹកដីរបស់វិមានវិជ្ជារបស់អញពិតជាថ្លើមធំមែនហ៊ានវីមនុស្សរបស់អញនៅទីនេះគួរឲ្យអស់សំណើចណាស់មហាសន្និបាតក្បាច់គុណនេះដើមឡើយគឺជាកន្លែងដែលវីរបុរសគ្រប់ទីមកប្រកួតប្រជែងគ្នាតើមានច្បាប់របស់វិមានវិជ្ជាឯងពីអង្ការតើច្បាប់របស់វិមានវិជ្ជាឯងអនុញ្ញាតឲ្យតែឯងធ្វើបាបគេមិនឲ្យគេវាយទៅវិញទេអាល្អិតមាត់រឹងបើអញចង់ស្លាប់អញនឹងឲ្យអញស្គាល់ពីភាពសាហាវរបស់អញនេះគឺជាក្បាច់គុណសម្ងាត់របស់ Sensation គឺ Yuming Gaijeng Yang Kelong Seng ឈ្នះហើយទេមិនងាយស្រួលនោះទេបើខ្ញុំទីមិនខុសទេគេនៅមានក្បាច់ផ្សេងទៀតតើអ្នកស្រុកស្រែដឹងអ្វីខ្លះស៊ីសាធានត្រូវគេចាក់ចំកន្លែងសំខាន់តើមានល្បិចអ្វីទៀតទេគាត់និយាយត្រូវហើយស៊ីសាធានគ្រប់គ្រងគោយាកច្រើនឆ្នាំមកនេះមិនអាចត្រូវគេវាចាញ់ញីទេឯងចាញ់ហើយអ្វីមិននឹងអាចទៅរួចខ្ញុំនឹងឲ្យឯងឃើញពីក្បាច់គុណរបស់វូជីកុងគឺដាវស្រមោលខ្មោចលោកម្ចាស់ចៅតាមពិតជាមនុស្សស្រីទេខ្ញុំថាហើយមិនក៏មើលទៅឯងមិនសូវសំសោះបើខ្ញុំមើលមិនខុសទេឯងគឺជាព្រះនាងនេនកូណានចៅឈីងគឺមែនទេអ្វីនាងគឺជាព្រះនាងនេនកូណានមិននឹងអាចទៅរួចព្រះនាងមិនក៏មកអង្គរយាតដើម្បីចូលរួមការប្រកួតក្បាច់គុណ
ព្រះនាងស្អីគេខ្ញុំមិនយល់ថាឯងកំពុងនិយាយពីអ្វីទេខ្ញុំគ្រាន់តែជាអ្នកហាត់គុនធម្មតាម្នាក់ដោយសារតែចាស់ទុំក្នុងគ្រួសារមិនចូលចិត្តឲ្យមនុស្សស្រីហាត់គុនទើបខ្ញុំតែងខ្លួនជាមនុស្សប្រុសនៅរឿងរស់ទៀតអំបញ្ញមិញនេះឯងច្បាស់ជាប្រើក្បាច់ដាវសម្ងាត់របស់រាជវង្សនគរណានក្បាច់ដាវក្នុងលោកនេះមានប្រភពតែមួយក្បាច់ស្រដៀងគ្នាមានច្រើនរាប់មិនអស់មានអ្វីចម្លែកទៅគួរឲ្យអស់សំណើចណាស់ខ្ញុំស៊ីសាធានដើរក្នុងពិភពគុនច្រើនឆ្នាំមកនេះធ្លាប់ឃើញក្បាច់ដាវរាប់មិនអស់មិននឹងអាចមើលខុសបើឯងមិនព្រមទទួលស្គាល់ទេកុំបន្ទោសថាខ្ញុំខូចខើឲ្យសោះឯងឡើងមកធ្វើអីឆាប់ចុះទៅវិញទៅពិតជាព្រះនាងនេនកូណានមែននឹកស្មានមិនដល់ថាឯងមកដល់កន្លែងដោយខ្លួនឯងព្រះពិតជាជួយខ្ញុំមែនត្រូវហើយខ្ញុំគឺជាកូនស្រីតែមួយគត់របស់អធិរាជវ័យនេនកូណានចៅឈីងគឺត្រូវហើយខ្ញុំគឺជាកូនស្រីតែមួយគត់របស់អធិរាជវ័យនេនកូណានចៅឈីងគឺនាងគឺជាព្រះនាងម៉ែពិតជាព្រះនាងមែនគិតយ៉ាងម៉េចទៅកុំភ័យអីចាំមើលសិនទៅអាស៊ីខ្ញុំប្រាប់ឯងតាមត្រង់ចុះខ្ញុំបាននាំទ័ពយូលីនវ័យ 3000 នាក់មកបោះជុំរុំនៅទីប្រជុំជនថៃភីងដែលមិនឆ្ងាយពីទីនេះទេបើឯងហ៊ានប៉ះពាល់ខ្ញុំមនុស្សរបស់ខ្ញុំនឹងកំទេចវូជីកុងភ្លាមឯងកុំមកបន្លាចខ្ញុំបើពិតជាមានកងទ័ពធំមកដល់ទឹកដីនគរយៀកមែនតារាជវង្សនគរយៀកអាចនៅស្ងៀមបានទេមិនក៏វូជីកុងរបស់ខ្ញុំមិនទទួលបានដំណឹងសោះអញ្ចឹងឯងចង់ធ្វើអីឲ្យតែចាប់ឯងធ្វើជាចំណាប់ខ្មាំងកងទ័ពនគរណានរបស់ឯងដែលចូលមកដល់ទឹកដីនគរយៀកពេលនោះមិនបាច់ប្រើសំណាញ់មេឃាក៏អាចកម្ចាត់ពួកគេបានដែរពេលនោះវិមានអ៊ូជីរបស់ខ្ញុំនឹងសាងស្នាដៃធំខ្លាយជាបាក់ទី1នៅទ្វីបធានយានកុំសង្ឃឹមទោះខ្ញុំស្លាប់ក៏មិនឲ្យផែនការឯងបានសម្រេចដែរចង់ស្លាប់មិនងាយទេសៀវរលឯងត្រូវខ្ញុំបិទសរសៃឈាមហើយទោះចង់សម្លាប់ខ្លួនក៏មិនបានដែរតៅចាងលោកជាអ្នករៀបចំការប្រកួតនេះមិនក៏បណ្ដោយឲ្យវិមានអ៊ូជីធ្វើតាមអំពើចិត្តមិនខ្វល់ពីយុទ្ធធម៌នៃការប្រកួតនេះឆាប់ឡើងនាំព្រះនាងចាំងចុះទៅឈប់សិនឈប់សិនលីនកុំប្រហើនគ្មានអ្នកណាអាចប៉ះនាងបានទេមកម្នាក់ទៀតហើយអ្នកនាងមិនមែនជាគូប្រកួតគេទេឆាប់ទៅខ្ញុំជាអ្នកហាត់គុនកូណានការពារជាតិជាតួនាទីរបស់យើងទោះមិនឈ្នះក៏ខ្ញុំប្រឹងអស់ពីសមត្ថភាពដើម្បីការពារនាងដែរនាងល្ងងណាស់អ្នកដែលអាចទប់ទល់នឹងវិមានអ៊ូជីបានមានតែម្ចាស់ក្បាច់គុនកំពូទេនាងធ្វើបែបនេះមានតែស្លាប់ទេលោកគ្រូនាងឆៅឆាវពេកហើយគិតយ៉ាងម៉េចទៅថយក្រោយមួយជំហានប្រើពូវែកចេញពីរន្ធវីផ្នែកខាងក្រោមរបស់គេក្បាច់ដាវនេះនាងរៀនពីអ្នកណាកុំនិយាយច្រើនមើលដាវលីនអ្នកនាងមានសមត្ថភាពប៉ុណ្ណឹងសោះចង់ចេញមុខជួយគេអ្នកដែលប្រឆាំងនឹងវិមានអ៊ូជីត្រូវតែស្លាប់អាល្អិតឯងជាអ្នកណាចំណុចជីបចរត្រូវបានបើកហើយប្អូនប្រុសលោកខ្ញុំដឹងថាឯងនឹងមកជួយពួកយើងបើខ្ញុំមិនចេញមុខទេបើមានរឿងអីកើតឡើងចំពោះអ្នកតើខ្ញុំអាចពន្យល់ឪពុកអ្នកយ៉ាងម៉េចពេលយើងត្រឡប់ទៅវិញមនុស្សម្នាក់នេះទើបតែ5រាមដៃមួយដើម្បីទប់ទល់នឹងក្រញាំខ្មោចយ៉ាងងាយស្រួលតើគាត់ជានរណាលូឆែនជាឆាប់នាំឡៃនឺនិងអ្នកផ្សេងទៀតចេញទៅកុំបារម្ភពីពួកយើងចង់ទៅមែនទេមិនងាយស្រួលនោះទេកុំសម្លាប់ខ្ញុំសុកចិត្តចោះចូលជាមួយវិមានវិញទេសិស្សអាក្រក់ខ្ញុំខំប្រឹងបង្រៀនឯងកន្លងមកតែឯងបែរជាធ្វើរឿងក្បត់និងកំសាកបែបនេះទៅវិញល្អណាស់បន្ទាប់ពីខ្ញុំសម្លាប់គ្រូដ៏រឹងរូសរបស់ឯងនឹងក្លាយជាមេដឹកនាំនៃនិកាយដាវត្បូង
សូមអរគុណចំពោះសេចក្តីសប្បុរសដ៏ធំធេងរបស់អ្នកលោកមេដឹកនាំនិកាយខ្ញុំស៊ូមិននឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបម្រើវិមានវិជ្ជាលោកម្ចាស់ឆេងវូនឹងជួយអ្នក ត្រឹមតែពួកគេមិនអាចធ្វើអ្វីខ្ញុំបានទេ ប៉ុន្តែតើវាអាចទៅរួចដោយរបៀបណាមនុស្សម្នាក់នេះនៅក្មេងសោះតែមានភ្នែកមុតស្រួចម្លេះសូម្បីតែគ្រូរបស់ខ្ញុំក៏មិនអាចធ្វើបានដែរដោយសារលោកម្ចាស់មានទំនុកចិត្តបែបនេះនោះ Kenge នឹងមិននិយាយអ្វីទៀតទេ ក្មេងប្រុសឯងមានសម្លេងធំណាស់ខ្ញុំនឹងឲ្យឯងដឹងពីផលវិបាកនៃការប្រមាថវិមានវិជ្ជាម្រាមដៃមួយនៃចាវាលបំបែកគ្មានប្រយោជន៍ទេខ្ញុំមានរូបកាយខ្មោចការពារខ្ញុំឯងមិនអាចធ្វើបាបខ្ញុំបានទេគ្រាន់តែជាបច្ចេកទេសកែច្នៃរាងកាយសោះហ៊ានអួតនៅទីនេះបំបែក មេដឹកនាំនិកាយ រាងកាយរបស់ខ្ញុំ មេដឹកនាំនិកាយ រាងកាយរបស់ខ្ញុំ នេះជាពន្លឺដាវពណ៌មាសតើវាអាចជាពន្លឺដាវគ្មានគូប្រៀបរបស់ពួកបរិសុទ្ធដាវលោកឆាន់ក្នុងរឿងព្រេងនិទានឬល្អណាស់ប្អូនប្រុសលោកពួកយើងឈ្នះហើយនេះមិនអាចទៅរួចទេតើអ្នកស្រុកស្រែអាចយកឈ្នះមេដឹកនាំនៃវិមានវិជ្ជាយ៉ាងដូចម្ដេចខ្លែងខ្លាយនេះច្បាស់ជាខ្លែងខ្លាយ វាប្រហារសម្រាប់ក្មេងនេះទៅជើជាជនមនុស្សរបស់អ្នកដូចជាក្រដាសអញ្ចឹងមិនអាចទប់ទល់បានទេមានល្បិចអីទៀតបញ្ចេញមកឲ្យអស់មក Curtiation ថ្ងៃស្លាប់របស់អ្នកមកដល់ហើយកុំសម្លាប់ខ្ញុំរៀមច្បងឈោបាជួយខ្ញុំផងគឺឯងនឹកស្មានមិនដល់ទេថាពួកយើងឆាប់បានជួបគ្នាវិញបែបនេះ គឺស្ដេចដាវគាត់គឺជាកម្ពុជាអ្នកប្រយុទ្ធក្នុងតារាងមេឃស្ដេចដាវឈូបាឡៃលេខ5ក្នុងតារាងមេឃកម្ពុជាអ្នកប្រយុទ្ធទី1នៅវាលខ្សាច់ឈូបាឡៃមិនចម្លែកទេដែលពួកគេអាចធ្វើព្យុះធ្វើភ្លៀងនៅគោយកអស់ជាច្រើនឆ្នាំតាមពិតនៅពីក្រោយមានកម្ពុជាអ្នកប្រយុទ្ធបែបនេះជួយគ្រប់គ្រងសោះព្រះនាងពួកយើងប្រញាប់ទៅមិនបានទេខ្ញុំមិនអាចទៅទេខ្ញុំជាខ្សែរាជវង្សអង្គរខាងត្បូងបើពេលនេះខ្ញុំដកថយថ្ងៃក្រោយមានមុខអីទៅជួបអ្នកដែលជឿជាក់នឹងដើរតាមខ្ញុំទៀត លោកជាកម្ពុជាអ្នកប្រយុទ្ធក្នុងតារាងមេឃគួរតែយកការរក្សាសន្តិភាពក្នុងលោកជាភារកិច្ចហេតុអ្វីបានជាលោកដៃចូលក្នុងចំនួនលោកីបំផ្លាញទល់ឲ្យភាពក្នុងពិភពគុណពិភពលោកនេះគឺអ្នកខ្លាំងស៊ីអ្នកខ្សោយសន្តិភាពក្នុងលោកទល់ឲ្យភាពពិភពគុណអីវាមិនពាក់ព័ន្ធនឹងខ្ញុំទេអ្វីដែលខ្ញុំត្រូវធ្វើគឺបង្កើតសង្គ្រាមបង្ហូរឈាមក្នុងពិភពដ៏វឹកវរនេះឲ្យពួកឯងទាំងអស់គ្នាលុតជង្គង់ចុះចាញ់ខ្ញុំបើអញ្ចឹងគ្មានអីត្រូវនិយាយទៀតទេ អាល្អិតលើកមុនឯងបំបែករូបតំណាងរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងឲ្យឯងសងវិញទ្វេដងធម្មពលដាវគួរឲ្យខ្លាចណាស់ម្នាក់នេះអាចប្រកួតស្មើជាមួយស្ដេចដាវមិនមែនគាត់ក៏ជាកម្ពុជាអ្នកប្រយុទ្ធក្នុងតារាងមេឃដែរទេដឹងលេងយកប្អូនប្រុសលើរបស់ឯងនេះតាមពិតគាត់ជាអ្នកណាប្អូនប្រុសលូគាត់គឺជើងសិលឹប អ្វីគាត់គឺជាកម្ពុជាអ្នកប្រយុទ្ធលេខ1ជើងសិលឹបលូស៊ុនឥតជាគាត់មែនគាត់គឺលូស៊ុនខ្ញុំជាព្រះនាងកូណានបានតាមរកគាត់អស់1ឆ្នាំហើយក្មេងស្រីខ្ញុំនឹងឲ្យនាងភ្លក់រសជាតិអូយជើងខ្ញុំលោកលូយ៉ាងម៉េចហើយថោកទាបណាស់ជាកម្ពុជាអ្នកប្រយុទ្ធសោះតែប្រើល្បិចថោកទាបបែបនេះជាមួយមនុស្សស្រីទុនខ្សោយចាញ់ជាព្រះឈ្នះជាមាឲ្យតែអាចឈ្នះខ្ញុំខ្វល់អីរឿងល្បិចនោះ
ប្រយ័ត្ន ជើងសិលឹបគ្មានអ្នកណាអាចជួយឯងបានទេខ្លួនឯងក៏ពិបាករស់ដែរនៅចង់ជួយគេទៀតថ្ងៃនេះឯងអាចរស់បានឬអត់ក៏ជាបញ្ហាដែរដាវគ្មានស្រមោលទី11ដាវបំបែកធម៌ដាវគ្មានស្រមោលទី11ដាវបំបែកធម៌អ្នកក្លាហានអត់ទោសឲ្យខ្ញុំផងរឿងអាក្រក់ទាំងនេះគឺអាតាចាស់ឈើប៉ាលីជាអ្នកបញ្ជាខ្ញុំទេខ្ញុំមិនពាក់ព័ន្ធទេសូមអ្នកក្លាហានអត់ទោសឲ្យខ្ញុំផង លោកលូសម្ដីរបស់អាឆ្កែនេះមិនអាចជឿបានទេបើលោកមិនទុកចិត្តទុកឲ្យខ្ញុំជាអ្នកចាត់ការវា ទេចាំសិនព្រះនាងអត់ទោសឲ្យខ្ញុំផងខ្ញុំមានដំណឹងដ៏សំខាន់មួយអាចយកមកដោះដូរបានរឿងនេះតាក់ទងនឹងសុវត្ថិភាពរបស់ព្រះនាង បើឯងមិននិយាយខ្ញុំនឹងសម្លាប់ឯងឥឡូវនេះ ខ្ញុំនិយាយខ្ញុំទទួលបានដំណឹងថាកម្ពុជាអ្នកប្រយុទ្ធទាំង3ស៊ីយីទូសៀនស៊ូឆាងនិងអាវឆុងព្រះសង្ឃវូសៀនឹងចាប់ដៃគ្នានៅដើមខែក្រោយទៅកាន់រាជធានីកូណានដើម្បីធ្វើឃាតព្រះនាង លោកគ្រូលោខ្ញុំមានរឿងមួយចង់សុំឲ្យលោកជួយកម្ពុជាអ្នកប្រយុទ្ធទាំង3អ្នករួមដៃគ្នានៅក្នុងកូណានស្ទើរតែគ្មានអ្នកណាអាចទល់បានទេឈីងគឺសូមអង្វរលោកត្រូវតែទៅជួយសង្គ្រោះព្រះបិតារបស់ខ្ញុំប្រសិនបើព្រះបិតាមានគ្រោះថ្នាក់អ្វីមួយនៅកូណានច្បាស់ជាមានភាពវឹកវរហើយប្រជារាស្ត្រក៏នឹងធ្លាក់ចូលក្នុងសេចក្តីទុក្ខលំបាកដែរប្អូនប្រុសលោជួយនាងទៅ តាមពិតខ្ញុំមិនមានបំណងចង់ពាក់ព័ន្ធក្នុងចំនួនពិភពគុណនេះទៀតទេប៉ុន្តែពេលនេះនគរណានកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្ញុំអាចបំបីច្បាប់ចេញមុខម្ដងទៀតគ្រាន់តែអ្វីលោកគ្រូលោឲ្យតែលោកព្រមចេញមុខទោះលោកមានសំណុំពរអ្វីក៏ដោយឈីងគឺអាចបំពេញឲ្យបានទាំងអស់សំបីតែឈីងគឺអាចប្រគល់ខ្លួនប្រាណលោកក៏បានឲ្យតែលោកអាចជួយសង្គ្រោះព្រះបតាខ្ញុំការពារសន្តិភាពនគរណាន ព្រះនាងយល់ច្រឡំហើយខ្ញុំទើបតែត្រូវបញ្ចូលពីរបស់ធូប៉ាលីត្រូវការពេល7ថ្ងៃដើម្បីព្យាបាលទើបអាចស្ដារធម្មពលឡើងវិញបានខ្លាចតែពេលវេលា មិនទាន់ពេលទេមិនអីទេខ្ញុំនឹងត្រឡប់ទៅកូណានមុនដើម្បីប្រាប់រឿងនេះដល់ព្រះបតាលោកគ្រូលោលោកសម្រាប់ព្យាបាលរបួសឲ្យបានស្ងប់ចិត្តចុះក្នុងរយៈពេល7ថ្ងៃនេះខ្ញុំនឹងក៏ហៅអ្នកក្លាហានក្នុងកូណានឲ្យទៅស៊ូប្រឆាំងនឹងការវាយប្រហាររបស់កម្ពុជាអ្នកប្រយុទ្ធទាំង3នាក់ទោះបីជាត្រូវប្រយុទ្ធរហូតដល់ទាហានម្នាក់ចុងក្រោយក៏ដាច់ខាតមិនឲ្យពួកគេសម្រេចបំណងបានឡើយ នេះមានរឿងអ្វីកើតឡើងតើព្រះជាម្ចាស់កំពុងតែខឹងសម្បាចង់ទម្លាក់គ្រោះមហន្តរាយមកលើនកូណានយើងមែនទេព្រះករុណាទូបង្គំមិនដែលឃើញទស្សនវិជ្ជាបែបនេះសោះឬមួយក៏មានបិសាចអាក្រក់ធ្វើទុកបុកម្នេញទូលព្រះបង្គំក្នុងរង្វង់10ម៉ាយនៃរាជធានីត្រូវបានគ្រប់ដណ្ដប់ដោយពុកខ្មៅទាំងស្រុងពុកខ្មៅនេះហាក់ដូចជាមានរបាំងមើលមិនឃើញមនុស្សនៅខាងក្នុងចេញមិនរួចមនុស្សនៅខាងក្រៅចូលមិនបានមានរឿងចម្លែកបែបនេះផងមេតបតើបានស៊ើបអង្កេតច្បាស់ហើយឬនៅ ព្រះករុណាទូបង្គំក៏មិនដែលឃើញបាតុភូតចម្លែកបែបនេះដែរទូបង្គំបារម្ភថាមានជនទុច្ចរិតនៅពីក្រោយចង់ធ្វើអាក្រក់មកលើនកូណានយើងព្រះនាងច្បងសុំចូលគាល់ឆាប់ឲ្យចូលមកព្រះបតាកូនទៅតែត្រឡប់មកពីនកោយាកកូនទទួលបានព័ត៌មានគួរឲ្យទុកចិត្តកម្ពុជាអ្នកប្រយុទ្ធទាំង3នាក់ក្នុងតារាងឋានស៊ូក៏រៀបចំរួមដៃគ្នាលួចធ្វើឃាតព្រះបតាបាតុភូតចម្លែកនៅក្រៅទីក្រុងគឺពួកគេជាអ្នកបង្កើតឡើងមិនសមហេតុផលសោះ នគរណានយើងតែងតែមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងប្រកាន់ខ្ជាប់នៅសិលធម៌មិនដែលបង្កចំនួនមុនឡើយពួកគេហ៊ានធ្វើរឿងក្រអឺតក្រទុំបែបនេះព្រះនាងច្បងតើព័ត៌មានរបស់ទ្រង់ពិតជាអាចទុកចិត្តបានទេពិតប្រាកដណាស់កម្ពុជាអ្នកប្រយុទ្ធក្នុងតារាងឋានស៊ូមិនមែនជារឿងលេងសើចទេម្នាក់អាចទល់នឹងកងទ័ពរាប់ម៉ឺននាក់3នាក់រួមដៃគ្នាជាមួយនឹងកម្លាំងការពាររបស់យើងខ្លាចតែពិបាកទប់ទល់ណាស់ព្រះករុណាតើគួរធ្វើដូចម្ដេចទៅឬមួយយើងប្រញាប់រត់ទៅបើនៅមានជីវិតមិនខ្វះទេឱកាសពិតមាត់ យើងជាស្ដេចផែនដីតើអាចរត់ចោលរាជក្នុងគ្រាមានអាសន្នយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាកុំភ័យអីនៅតាមផ្លូវត្រឡប់មកវិញខ្ញុំបានប្រមូលអ្នកខ្លាំងពូកែក្នុងពិភពគុណមួយចំនួនទោះបីជាមិនអាចយកឈ្នះក៏អាចពន្យាពេលបានខ្លះដែរជិនអើពិតមែនឬទូព្រះបង្គំជាឪពុកកូននៅកោយាកបានរកឃើញកម្ពុជាអ្នកដាវលូតាស្យាហើយគាត់បានយល់ព្រមចេញមុខជួយសង្គ្រោះនិងប្រយុទ្ធជាមួយកម្ពុជាអ្នកប្រយុទ្ធទាំង3នោះជិនអើពិតមែនឬលោកគ្រូស៊ីវូស៊ីកូនមិនហ៊ាននិយាយកុហកទេគ្រាន់តែអ្វីគ្រាន់តែលោកលូតាស្យាបានរងរបួសខ្លះក្នុងការប្រយុទ្ធជាមួយអធិរាជដាវត្រូវការសម្រាប់ព្យាបាលពី3ថ្ងៃគិតមើលទៅប្រហែលជាថ្ងៃស្អែកទើបអាចមកដល់អ្វីថ្ងៃស្អែកនេះធ្វើមិនទាន់ទៅកម្ពុជាអ្នកប្រយុទ្ធទាំង3នោះពេលនេះកំពុងតែវាយប្រហារឆ្មាំក្នុងវាំងទាំងនេះដូចជាក្រដាសស្ដាងអញ្ចឹងតើអាចទប់ទល់បានយ៉ាងម៉េចទៅ
ព្រះករុណាតើគួរធ្វើដូចម្តេចទៅបញ្ជូនរាជជំការយើងប្រមូលកងទ័ពអធិរាជទាំងអស់ភ្លាមត្រូវពង្រឹងការការពារគ្រប់ទីកន្លែងក្នុងវាំងទោះបីជាត្រូវបាត់បង់ជីវិតក៏ត្រូវរងចាំរហូតដល់លោកលូតាស្យាមកដល់ហាហាហាចៅយានម្ចាស់នគរខាងត្បូងដល់ពេលបញ្ចប់ហើយនៅមិនឆាប់ទទួលសេចក្តីស្លាប់ទៀតអ្នកទាំង3នគរខាងត្បូងយើងគ្មានគំនុំជាមួយអ្នកទេមិនដែលធ្វើអ្វីឲ្យប៉ះពាល់ឡើយមិនដឹងថាថ្ងៃនេះអ្នកទាំង3មកទីនេះហើយថែមទាំងនិយាយពាក្យសម្ដីក្រអឺតក្រទុំបែបនេះតើមានរឿងអ្វីឲ្យប្រាកដហឹមគុំនិយាយច្រើននគរខាងត្បូងឯងកាន់កាប់ទឹកដីដ៏សម្បូរសប្បាយនេះច្រើនឆ្នាំមកហើយដល់ពេលត្រូវចុះចេញហើយមិនសមហេតុផលសោះយើងខ្លាចពួកឯងយ៉ាឧត្តមសេនីយ៍ហ៊ូស្រមោចចង់អង្រួនដើមឈើអមតាភៈព្រះករុណាអាត្មាមិនមែនជាអ្នកចូលចិត្តសម្លាប់ទេឲ្យតែព្រះអង្គព្រមចុះចេញពីតំណែងភ្លាមហើយប្រគល់ទឹកដីនគរខាងត្បូងនេះមកអាត្មាអាចធានាអាយុជីវិតរាជវង្សានុវង្សទាំងអស់បានពិតមាត់ទឹកដីនគរខាងត្បូងគឺជាកេរដំណែលដែលដូនតាបានបន្សល់ទុកមកតើអាចឲ្យពួកឯងមកដណ្ដើមបានយ៉ាងម៉េចទោះបីជាយើងត្រូវស្លាប់នៅទីនេះក៏ដាច់ខាតមិនធ្វើរឿងកំសាកលក់ជាតិដើម្បីរស់នោះទេអញ្ចឹងគឺគ្មានអ្វីត្រូវនិយាយទៀតទេអ្នកទាំងពីរនៅរងចាំអ្វីទៀតអ្នកណាអាចយកក្បាលចៅយានបានមុនទ្រព្យសម្បត្តិក្នុងឃ្លាំងនគរខាងត្បូងនឹងក្លាយជារបស់អ្នកនោះខ្ញុំដាច់ខាតមិនឲ្យពួកឯងបានសម្រេចចេញមកទាំងអស់គ្នាព្រះនាងសូមព្រះទ័យទុកដាក់ទោះបីពួកយើងជាអ្នកក្លាហានក្នុងពិភពគុណមែនតែពួកយើងយល់ច្បាស់ពីកាតព្វកិច្ចចំពោះជាតិនគរខាងត្បូងជួបគ្រោះធំបែបនេះពួកយើងនឹងបដូរជីវិតដើម្បីការពារព្រះនាងមួយហ្វូងសុទ្ធតែពួកអត់បានការកុំខាតពេលអត់ប្រយោជន៍អីស្រមោចគួរតែមានការយល់ដឹងរបស់ស្រមោចសៀវតុងតើកុំខ្វល់ពីខ្ញុំការពារព្រះនាងនឹកស្មានមិនដល់ថាលើកនេះក្នុងរឿងអាក្រក់មានរឿងល្អធ្វើឲ្យខ្ញុំអាចហាត់បានរាងកាយដែលមិនអាចត្រូវពលបានហើយថ្ងៃទម្លុះកម្រិតក៏បានមកដល់មុនកំណត់ដែរទោះបីជាក្បាច់ដាវរបស់អ្នកទាំងពីរមិនអន់មែនតែគួរឲ្យស្ដាយនៅតែមិនអាចធ្វើឲ្យខ្ញុំរបួសបានជៀនមើលទៅគម្លាតនៅតែធំពេកហើយលោកកុងលីព្រះករុណាឆាប់ឡើងឆាប់យាងទៅតើអាចទេដែលនគរខាងត្បូងរបស់ខ្ញុំពិតជាដល់ទីបញ្ចប់មែនប្អូនប្រុសលូតាឯងនៅណាប្អូនប្រុសលូខ្ញុំដឹងថាឯងនឹងមក
ទេវតាដាវលូសៀនប្អូនប្រុសលូខ្ញុំដឹងថាឯងនឹងមកទេវតាដាវលូសៀនគាត់គឺជាទេវតាដាវលូសៀនឯងគឺជាអ្នកលេខ1ក្នុងតារាងមេឃអ្វីដែលហៅថាតារាងមេឃគ្រាន់តែជាឈ្មោះคล้ายៗដែលបង្កើតឡើងដោយក្រុមមនុស្សសាមញ្ញដើម្បីកំសាន្តខ្លួនឯងប៉ុណ្ណោះកុំធ្វើជាជ្រៅជ្រះនៅទីនោះទោះបីជាឯងជាអ្នកលេខ1ក្នុងតារាងមេឃក៏ដោយចុះយ៉ាងម៉េចថ្ងៃនេះយើងទាំង3នាក់រួមដៃគ្នាក៏ប្រហែលជាមិនចាញ់ឯងដែរកុំនិយាយច្រើនទុកឲ្យខ្ញុំជួបក្មេងនេះតើវាអាចទៅរួចយ៉ាងដូចម្ដេចអមតាផៈម្ចាស់ជំនួយលូអ្នកនិងខ្ញុំសុទ្ធតែជាចៅហ្វាយនីនៃតារាងមេឃយើងជាគ្រួសារតែមួយហេតុអ្វីបានជាយើងមិនរួបរวมគ្នាតើអ្នកណានៅក្នុងពិភពលោកនេះអាចបញ្ឈប់យើងបាននៅពេលនោះអ្នកនិងខ្ញុំនឹងរួមគ្នាគ្រប់គ្រងអំណាចនៃជីវិតនិងសេចក្តីស្លាប់នៅក្នុងពិភពគុណតើវាមិនសប្បាយទេត្រូវហើយបងប្រុសលូតើអ្នកចាប់អារម្មណ៍នឹងកំណប់អ្វីនៅក្នុងវាំងគ្រាន់តែនិយាយមកយើងអាចឲ្យអ្នកជ្រើសរើសមុនថ្ងៃនេះខ្ញុំមកទីនេះដើម្បីតែរឿងមួយប៉ុណ្ណោះនោះគឺការប្រើដាវនៅក្នុងដៃរបស់ខ្ញុំដើម្បីសម្អាតភាពកខ្វក់ទាំងអស់នៅខាងក្នុងនិងខាងក្រៅវាំងនេះមិនព្រមទទួលការអញ្ជើញដោយស្រួលតែចង់ទទួលការដាក់ទោសព្រះសង្ឃបិសាចចាស់ឈូយើងទាំង3នាក់ទៅជាមួយគ្នាសម្រាប់ក្មេងនេះល្អគីមកាំងហ្វូម៉ូទម្រង់ចុងក្រោយនៃចិត្តណាដាវគ្មានដាវឈ្នះហើយឈ្នះហើយបងធំលូលយណាស់មានបងនៅល្អមែនអត់ទេអញ្ជើញចូលខាងក្នុងអញ្ជើញចូលខាងក្នុងស៊ីតុងឃើញកូនកំឡោះអត់ថ្ងៃមង្គលការទូឯកមិនអាចអវត្តមានទេណាលោកពូកុំបារម្ភខ្ញុំទៅរកគាត់អបអសាទរលូស៊ុនក្បួនដង្ហែរបស់ព្រះនាងច្បងនៅតាមផ្លូវហើយពិភពលោកទាំងមូលរៀបចំយ៉ាងអធិកអធមឥឡូវខ្វះតែកូនកំឡោះទេសិស្សច្បងហឹងមនុស្សទៅណានិយាយទៅកម្ពុជាអ្នកដាវលូស៊ុនពិតជាវីរបុរសមែនថ្ងៃនោះទីក្រុងអធិរាជស្ថិតក្នុងគ្រោះថ្នាក់គ្រូធំទាំង3បានរួមដៃគ្នាវាយប្រហារកម្លាំងនោះដូចជាទឹកបាក់ទំនប់ចង់ពន្លិចទីក្រុងអធិរាជទាំងមូលចុះកម្ពុជាអ្នកដាវអាចវាយឈ្នះពួកគេទេបន្ទាប់ពីប្រយុទ្ធគ្នាកម្ពុជាអ្នកដាវលូស៊ុនបានរកឃើញឱកាសហើយបញ្ចេញក្បាច់ដាវផ្ដាច់ព្រលឹងក្បាច់នេះមានថាមពលខ្លាំងណាស់គ្រូធំទាំង3កិច្ចមិនទាន់ដួលទៅលើដីខ្ជាក់ឈាមកម្ពុជាអ្នកដាវលូស៊ុនយកឈ្នះ3នាក់ម្នាក់ឯងការពារទីក្រុងអធិរាជបានសម្រេចជួយសង្គ្រោះប្រជាជនរាប់ម៉ឺននាក់ក្រោយមកអធិរាជដើម្បីសរសើរកម្ពុជាអ្នកដាវលូស៊ុនបានរៀបអភិសេកព្រះនាងច្បងឲ្យពេលរៀបការព្រះរាជវាំងទាំងមូលតុបតែងយ៉ាងស្រស់ស្អាតមន្ត្រីធំអ្នកក្លាហានក្នុងពិភពគុណនាំគ្នាមកអបអរសាទរកាដូអបអរកលដូចភ្នំចុះបន្ទាប់មកទៀតពួកគេមានក្តីសុខទេនៅក្នុងពិធីជប់លៀងកម្ពុជាអ្នកដាវលូស៊ុនបានបាត់ខ្លួនមនុស្សម្នាដើររកគ្រប់កន្លែងតែរកមិនឃើញសោះគួរឲ្យស្ដាយណាស់មានអ្នកខ្លះនិយាយថាគាត់បានទៅរស់នៅឯកោក្នុងភ្នំជ្រៅក៏មានអ្នកខ្លះនិយាយថាគាត់បានចាប់ផ្ដើមដំណើរថ្មីគ្មាននរណាម្នាក់ដឹងថាគាត់ទៅទីណាទេបន្សល់ទុកត្រឹមតែរឿងព្រេងនេះឲ្យល្បីល្បាញក្នុងពិភពគុណ